ការធ្វើការងារគេអាចឲ្យបងប្អូនរស់នៅក្នុង comfort zone ដែលបងប្អូនអាចរស់នៅជាមួយនឹងចំណូលថេរដោយឡែកសម្រាប់នៅក្នុងពេលបច្ចុប្បន្នគឺជាពេលដែលកំពុងតែវិវត្តទៅរកសម័យកាល AI ដែលបងប្អូនអង្កេតឃើញគ្រប់យ៉ាងគឺជំនួសទៅដោយប្រព័ន្ធ AI បងប្អូនអាចអង្កេតមើលបងប្អូនដែលគាត់ធ្វើការនៅធនាគារពីមុនគឺមាន teller ជាច្រើនដែលគាត់ឈរនៅតាមបញ្ជរឬក៏ counter ដែលនៅធនាគារប៉ុន្តែបច្ចុប្បន្នគឺតាមធនាគារគឺមានការកាត់បន្ថយបុគ្គលិកច្រើនមែនទែនដែលគេនឹងជំនួសទៅដោយដែលគេបានជំនួសទៅដោយប្រព័ន្ធអេឡិចត្រូនិកចាមានជាទូ ATM ចាក៏ដូចជាប្រព័ន្ធស្វ័យប្រវត្តិនៅតាមទូរស័ព្ទរបស់យើងចាឬក៏គេហៅថា app តាមទូរស័ព្ទនោះអញ្ចឹងបុគ្គលិកធនាគារគឺត្រូវបានកាត់បន្ថយការងារអញ្ចឹងតាមផ្នែកផ្សេងៗក៏ដូចគ្នាដែរអញ្ចឹងពេលដែលវិវត្តសម័យកាលនឹងវិវត្តទៅមុខទៀតយើងនឹងប្រឈមមុខនឹងការអត់ការងារធ្វើច្រើនមែនទែនអញ្ចឹងតើបងប្អូនគិតថាការងារដែលយើងកំពុងតែធ្វើគឺស្ថិតនៅក្នុង comfort zone ទៀតឬអត់ចុះបើសិនជាមានបញ្ហាអីកើតឡើងទៅលើអាយុជីវិតរបស់យើងចាតើអនាគតក្រុមគ្រួសាររបស់យើងអ្នកណាជាអ្នកទទួលខុសត្រូវតើពួកគាត់នឹងប្រឈមមុខនឹងស្ថានភាពបែបណាទាំងនេះលែងជាបញ្ហាទៀតហើយសម្រាប់បងប្អូនដែលកំពុងតែចង់ដោះស្រាយបញ្ហាទាំងនេះបងប្អូនអាចសាកមកសិក្សាស្វែងយល់ជាមួយនឹងអាកាសអាជីវកម្មម៉ូតូមីដែលបងប្អូនគ្រាន់តែចុះឈ្មោះអត់អស់លុយមិនត្រូវការដើមទុនត្រូវការកាត់ស្តុកឬទិញកញ្ចប់បងប្អូនអាចធ្វើអាជីវកម្មទូទាំងសកលកាន់តែពិសេសចំណូលរបស់បងប្អូនអាចបន្តមរតករហូតដល់ជំនាន់ក្រោយទៀតផងព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងតាមរយៈ Telegram មកកាន់នេះខ្ញុំឬក៏ inbox ដើម្បីសិក្សាស្វែងយល់ក៏ដូចជាប្រឹក្សាយោបល់ពីអាកាសអាជីវកម្ម Atomy សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារព្រមទាំងកូនចៅជំនាន់ក្រោយជាមួយនឹងអាជីវកម្ម Atomy